ញាគិតមេងប្រធានសភាពាណិជ្ជកម្មក៏បានកោតសរសើរពីការរីកចម្រើននៅសេដ្ឋកិច្ចក្នុងប្រទេសកូរ៉េក្រោយការបំផ្លិចបំផ្លាញសង្គ្រាមកាលពី50ឆ្នាំមុនអ្នកអង្គការគិតមេងបានមានប្រសាសន៍ថាគោលនយោបាយរបស់រដ្ឋាភិបាលនិងវិស័យឯកជនរបស់ប្រទេសកូរ៉េក្នុងការផ្ដួចផ្ដើមដែលផ្ដោតជាសំខាន់ទៅលើបច្ចេកវិទ្យានិងការបង្កើតថ្មីបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េคล้ายទៅពីប្រទេសដែលមានការអភិវឌ្ឍតិចតួចคล้ายទៅជាប្រទេសដែលមានការអភិវឌ្ឍខ្លាំងលើពិភពលោកអ្នកអង្គការក៏បានលើកឡើងផងដែរថាសាធារណរដ្ឋកូរ៉េនិងកម្ពុជាមានស្ថានភាពប្រហាក់ប្រហែលគ្នាគឺការឆ្លងកាត់សង្គ្រាមដូចនេះកម្ពុជាត្រូវការសិក្សាពីអ្វីដែលសាធារណរដ្ឋកូរ៉េបានធ្វើពិសេសវិនិយោគលើបច្ចេកវិទ្យានិងការបង្កើតថ្មីក្នុងន័យនេះអ្នកអង្គការគិតមេងបានអំពាវនាវដល់វិនិយោគិនកូរ៉េមកដាក់ទុនវិនិយោគនិងជួយកម្ពុជាលើវិស័យបច្ចេកវិទ្យានិងការបង្កើតថ្មីនេះការពីម្សិលមិញយើងឃើញថាវាគ្មិនជាច្រើនបានធ្វើបទបង្ហាញពីវិស័យសក្តានុពលដែលអាស៊ាននិងកូរ៉េមានហើយអាចពង្រីកកិច្ចសម្បត្តិការជាមួយគ្នាបានក្នុងនោះមានប្រធានាធិបតីមីយ៉ាន់ម៉ាក្នុងនាមប្រធានអាស៊ាននាយករដ្ឋមន្ត្រីថៃប្រយុទ្ធច័ន្ទអូចានាយករដ្ឋមន្ត្រីវៀតណាមវៀងតាន់ស៊ុងប្រធានាធិបតីឥណ្ឌូនេស៊ីជូកូវីដូដូនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីណាជីបរ៉ាហ្សាបាទប្រិយមិត្តនិងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាបន្តទៅទៀតនេះខ្ញុំបាទក៏សូមអញ្ជើញប្រិយមិត្តលោកជួបជាមួយភៀវកិច្ចសម្ភាសន៍ភៀវរបស់យើងដូចតទៅបាទជំរាបសួរបាទបាទថ្ងៃនេះស្ថានីយទូរទស្សន៍ CNC មានកិត្តិយសដោយសារលោកនេះខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានអនុញ្ញាតឲ្យខ្ញុំបាទនឹងក្រុមការងារដើម្បីចូលមកនឹងសភាក៏ដូចជាចង់បាននៅព័ត៌មានអ្វីដែលប្រជាពលរដ្ឋក៏លោកចង់ដឹងដែរដែលតាក់ទងទៅនឹងជំនាញរបស់លោកផ្ទាល់តែម្ដងនៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើដូច្នេះសំណួរជាដំបូងនេះខ្ញុំបាទចង់ជម្រាបសួរលោកនាយខណ្ឌរដ្ឋបាលព្រៃឈើអំពីសកម្មភាពការងារបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តក៏ដូចជាក្នុងខណ្ឌរបស់លោកផ្ទាល់បាទសូមជឿបាទជាដំបូងសូមគោរពសាការីទូទួ CNC ដែលបានចូលមកធ្វើកិច្ចសម្ភាសន៍ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិស័យព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែងរបស់យើងខ្ញុំហើយតាំងនាមឲ្យខណ្ឌរដ្ឋបាលព្រៃឈើនិងមន្ត្រីរាជការទាំងអស់តែសូមសម្ដែងនៅគៀវរកិច្ចស្វាគមន៍ហើយក៏សូមឆ្លើយតបទៅនឹងសំណួរដែលខាងទូទួ CNC ដែលបានយកចិត្តទុកដាក់ចង់ដឹងអំពីការគ្រប់គ្រងជាពិសេសគឺបញ្ហារឿងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែងនៃភូមិភាគឦសានយើងនេះបាទសូមជម្រាបជូនថាខេត្តស្ទឹងត្រែងវាស្ថិតនៅក្នុងភូមិភាគឦសានប្រទេសដែលមានផ្ទៃដីប្រមាណ1លាន2សែនហិកតានឹងតួលេខមូលហើយបើគិតជាផ្ទៃដីព្រៃគឺ1លានហិកតាបាទ1លាន470,172ហិកតាបាទនេះគឺជាផ្ទៃដីរួមនៅក្នុងផ្ទៃដីព្រៃដែលមាននៅក្នុងខេត្តបើគិតជាភាគរយគឺស្មើនឹង87%ហើយមន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែងយើងនេះមានចំនួន50រូបអញ្ចឹងបើគិតអំពីចំនួនមន្ត្រីដែលទទួលខុសត្រូវនៅលើផ្ទៃដីនេះគិតឃើញថាមួយអ្នកហ្នឹងគឺត្រូវទទួលខុសត្រូវនៅលើផ្ទៃដី20000ហិកតាផ្ទៃដីព្រៃលោកនេះខណ្ឌរដ្ឋបាលព្រៃឈើលោកគិតថាតើវាសមាមាត្រទេទៅនឹងចំនួនបុគ្គលិកឬក៏ក្រុមការងារដែលត្រួតពិនិត្យដែលលោកលើកឡើងបានថាក្នុងម្នាក់ត្រូវការពិនិត្យមើលការពារនៅបទល្មើសក៏ដូចជាគេថាសម្បត្តិរបស់ជាតិយូររហូតដល់ទៅជាង20000ហិកតាតើសម្រាប់ជាទស្សនៈរបស់លោកយល់ថាតើវាគ្រប់គ្រាន់ទេបាទសូមថ្លែងអំណរគុណនៅសំណួរដែលបានលើកដែលមានសារៈសំខាន់នេះគឺថានេះគឺជាបញ្ហាក៏ដូចជាកង្វល់មួយសម្រាប់យើងខ្ញុំដែលជាអ្នកគ្រប់គ្រងនៅទីនេះឃើញថាមិនគ្រប់គ្រាន់ទេបាទមិនគ្រប់គ្រាន់ទេប៉ុន្តែដោយសារស្ថានភាពជាក់ស្ដែងនៃការចាត់ចែងផ្ដល់មន្ត្រីរាជការមកប៉ុណ្ណេះគឺថាយើងនឹងព្យាយាមនឹង
ប្រើប្រាស់កម្លាំងនេះឲ្យអស់លទ្ធភាពដោយបូករួមនឹងធ្វើកិច្ចសប្រវត្តិការជាមួយទៅនឹងកម្លាំងពាក់ព័ន្ធដទៃទៀតដែលមានការដឹកនាំពីឯកឧត្តមកុលសំអល់ជាអភិបាលខេត្តដែលប្រើរូបមន្តគណៈវិជាការឯកខេត្តនេះគឺថាយើងអាចត្រួតត្រងទប់ទល់នឹងសភាពការនៃការគ្រប់គ្រងបញ្ហាបទល្មើសនេះបានបាទខ្ញុំអាចចង់ជម្រាបសួរលោកថាតើបទល្មើសពេលឈើកន្លងមកតើមានសកម្មភាពអីខ្លះដែលយើងមិននិយាយទេអំពីអ្វីដែលគេចាស់ជាការអភិវឌ្ឍអ្វីដែលតាក់ទងទៅនឹងការដែលថាការធ្វើឲ្យចំណេញដល់ផលប្រយោជន៍ជាតិព្រោះគាត់ថាយើងអាចប្រើពាក្យថាកាលណាយើងធ្វើការអភិវឌ្ឍវាតែងតែមានការប៉ះពាល់វាតែងតែមានការផ្លាស់ប្ដូរប៉ុន្តែយើងត្រូវការថ្លឹងថ្លែងវាដើម្បីធ្វើណារកភាពចំណេញសម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់បាទថាទ្រព្យសម្បត្តិទាំងដែរតែសម្រាប់លោកដែលជាទទួលខុសត្រូវជំនាញខាងព្រៃឈើលោកអាចយល់ឃើញថាតើកន្លងមកនេះខ្ញុំអាចចង់ដឹងថាវាមានបញ្ហាអីខ្លះដែលយើងចាត់ទុកថាជាបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់សម្បត្តិជាតិយើងបាទខ្ញុំចង់ជម្រាបជូនជារួមសិនថាយើងក្រៅពីមន្ត្រីរដ្ឋបាលព្រៃឈើមានសមត្ថកិច្ចនេះគឺថាយើងនៅមាន